ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំហើយពុនខ្ញុំព្រមទាំងឪក្មេកខ្ញុំក៏បានធ្វើដំណើរតាមរថយន្តក្រុងចេញដំណើរទៅលេងខេត្តមណ្ឌលគិរីបងប្អូននាំឪក្មេកទៅលេងប្រឡងគាត់ចឹងណាហើយខ្ញុំនិងពុនខ្ញុំទៅលេងកូន ណែបងប្អូនហើយវីដេអូនេះដែរគឺនៅថ្ងៃទី13ទេបងប្អូនបណ្ដាខ្ញុំទៅបានចូលសំឡេងថ្ងៃនេះពួកអីមកដល់ហើយរៀងដូចអត់ស្រួលខ្លួនកោសខ្យល់កោសអីទៅក៏សម្រាប់ផ្លិចនឹកឃើញថាយើងបានថតវីដេអូមកតាមផ្លូវដែរនោះហើយឥឡូវនេះយើងបានធ្វើដំណើរមកដល់កំពង់មូលគួចកណ្ដុងហើយបងប្អូនជាបេនឡានក្រុងសម្រាប់រងចាំបងប្អូនអ្នកដំណើរយើងទៅតាមខេត្តមួយចំនួនអញ្ចឹងណាហើយឃើញថាមានបងប្អូនយើងមកឈររងចាំច្រើនមែនទែនតាមពីកំពង់ចាមត្បូងឃ្មុំស្ទឹងត្រែងកាចេះមណ្ឌលគិរីរតនគិរីបងប្អូនមានប្រហែលខេត្តហ្នឹងហើយខ្ញុំក៏បានមកយកទឹកយកអីដែរដោយសារគេចែក free បងប្អូនទឹកកម្ពុជាហើយក៏ដូចជាភេសជ្ជៈនេះ VX ហើយនឹងមួយទៀតគឺក្រូតហើយបន្ទាប់ពីយើងរងចាំនៅខាងក្រោមឡើងអស់ចិត្តហើយយើងក៏បានឡើងឡានហើយបងប្អូនដោយសារឡានរៀបចេញដំណើរទៅអញ្ចឹងណាហើយក៏បានឡើងឡានជុំគ្នាមួយឡានហ្នឹងអត់បានរាប់ដែរបងប្អូនអត់ដឹងថាប្រហែលអ្នកហើយឥឡូវនេះក៏ធ្វើដំណើរមកឡើងស្ពានជ្រោយចង្វារបងប្អូនហើយចេញពីស្ពានជ្រោយចង្វារទៅហើយឥឡូវឡានក៏ចាប់ដើមធ្វើដំណើរឆ្លងស្ពានជ្រោយចង្វារមកប៉ុន្តែខ្ញុំអត់បានថតនៅនោះទេគឺខ្ញុំបានកាត់មកដល់ស្ពានព្រែកតមាក់តែម្ដងបងប្អូនហើយក៏មានបងប្អូនយើងខ្លះក៏បាននាំគ្នាសម្រាកនៅលើឡានអីចឹងណាបងប្អូនបន្ទាប់មកទៀតខ្ញុំមកថតពុនខ្ញុំគេដេកមួយសាហើយគេភ្ញាក់មកវិញគេលបោតអាកាម៉ាកសែងគេនេះចងសម្រាប់ដេកគិតអីនៅក្នុងខ្លួនចេះរនឹកឃើញ ចងក្បាលធ្វើទប់ក្បាលកុំឲ្យធ្លាក់អីចឹងណាហើយខ្ញុំនេះក៏បានថតទេសភាពតាមផ្លូវអីតិចតួចចឹងទៅហើយបន្ទាប់មកទៀតឡានយើងក៏ធ្វើដំណើរមកដល់កន្លែងវងមូលនេះបងប្អូនវងមូលអីស្វែងតចង់ភ្លេចបងប្អូនហើយហួសព្រែកតមាក់មកដល់វងមូលស្វែងតយើងហ្នឹងបងប្អូនដើម្បីរកកន្លែងហូបបាយហូបអីចឹងណាដោយសារយើងបាយព្រឹកយើងអត់ទាន់បានហូបយើងហូបតែនំប៉័ងបានមួយកណាត់ចឹងក៏តកងឡានគាត់រកកន្លែងហូបបាយឲ្យចឹងហើយក៏នាំគ្នាចុះដើម្បីទៅរកស្រស់ស្រូបអាហារពេលព្រឹកប៉ុន្តែហូបតែមកពេលហ្នឹងគឺពេលថ្ងៃអត់មានហូបទៀតទេបងប្អូនអើយផ្លូវឆ្ងាយពេកកងឡានគាត់ថាមិនកងឡានទេយើងស្រស់ស្រួលគ្នាអីចឹងទៅមិនបាច់ឈប់បាច់អីទេហូបតែមកពេលហ្នឹងស្រោតដំណើរតែស្រោតណាបងប្អូនលេងឡានខូចនៅតាមផ្លូវទៀតដល់កហ្មងឡានវាខូចប្រអប់លេខយកបែកកប៉ែនប្រេងហើយឥឡូវនេះខ្ញុំក៏បានមកហូបបាយហូបអីជាមួយឪហើយមកហូបមានអីទេបងប្អូនអើយមានតែឆាខ្ញីហើយជូរផលិតអាហ្នឹងឲ្យលឿនព្រោះអីមនុស្សច្រើនយើងចាំតែតម្រូវចិត្តតែមកងាយទេអញ្ចឹងក៏រើសម្ហូបណាងាយស្រួលលឿនអញ្ចឹងទៅហើយជួយអីខ្លួនឯងអញ្ចឹងទៅបើចាំបុគ្គលិកគាត់យកឲ្យមិនងាយបានហូបទេបងប្អូនតែមិនស្រួលឡានចេញចោលទៀតហើយបន្ទាប់ពីយើងបានហូបហើយរួចរាល់យើងក៏បានដើរតម្រង់មករកឡានដើម្បីជិះធ្វើដំណើរបន្តទៅទៀតអញ្ចឹងណាបងប្អូនហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយទៀតជំរាបលា